កាពុកខំនិស័យរែកពុនគ្រប់យ៉ាងពុកទ្រាំអត់ធន់ដើម្បីកូនបានដូចគេឯងញើដូចឈាមក្រុមក្រៀមកុនដាល់ថ្ងៃក្តៅដល់ផ្ទះបុរសម្នាក់ដែលតែងតែលួចញញឹមនៅពេលដែលគាត់ឃើញខ្ញុំរីករាយបុរសម្នាក់ដែលហ៊ានជំនះនៅរាល់ឧបសគ្គមិនខ្លាចភាពនឿយហត់ដើម្បីផ្ដល់ពន្លឺក្នុងជីវិតរបស់ខ្ញុំដោយឲ្យរស់នៅសុខសាន្តនោះគឺលោកពុករបស់ខ្ញុំដំណើរជីវិតតែងតែជួបជុំភ្លៀងតែកូនតែងតែមានលោកឪពុកនៅតាមជួយការពារកូនរហូតមកលោកពុកតែងផ្ដល់ឲ្យកូននៅក្តីស្រឡាញ់ភាពកក់ក្ដៅនិងភាពក្លាហានលោកពុកកម្រនិយាយថាស្រឡាញ់កូនណាស់តែលោកពុកនឹងព្រមលះបង់គ្រប់យ៉ាងដើម្បីកូនដោយមិនមានពាក្យថាស្ដាយក្រោយព្រោះក្តីស្រឡាញ់ដែលលោកពុកផ្ដល់នឹងមានចំពោះកូនគឺពិតជាធំធេងរហូតរូបកូនមិនដឹងថានឹងទៅរៀបរាប់ឲ្យស័ក្តិសមនឹងការលះបង់ដ៏ធំមួយនេះអស់ដោយរបៀបណាកូនមានតែសូមបួងសួងរាល់ថ្ងៃសូមកុំឲ្យលោកពុកឆាប់ចាស់ឯណាសូមឲ្យលោកពុកមានតែសុខភាពល្អនិងសំណាងល្អកូនស្រឡាញ់លោកពុកណាស់លោកពុកគឺជាវីរៈបុរសរបស់កូនកូនឆ្លាតណាស់កូនណាកូនធំឡើងធ្វើការធំណាកូនណា